បងស្រីជួយជម្រាបឈ្មោះទីផងហើយចាំមានអត់តែចូលបងបាទខ្ញុំបាទឈ្មោះការនាងខ្ញុំរដ្ឋាភិបាលជំរាបសួរបងប្អូនទាំងអស់គ្នាដោយសារhôm nayខ្ញុំបានស្ដាប់នៅវាគ្មិនគ្រប់រូបដែលគាត់បាននិយាយហើយក៏មានចំណាប់អារម្មណ៍មួយចាំសួរទៅលោកវាគ្មិនដើម្បីនេះជាចំណាប់របស់ខ្ញុំនេះចាបើមានការខ្វះខាតអីសូមអធិស្ឋានចាខ្ញុំយល់ថាខ្ញុំមានសំណួរមួយសួរថាហេតុអីបានជាការដឹកនាំនៃរដ្ឋាភិបាលស្រុកខ្មែរមិនយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះយកទៅដោះស្រាយខ្ញុំនៅតែមានចម្ងល់ថាឆ្ងល់មិនចេះចោលឆ្ងល់ត្រង់ថាហេតុអីគាត់មិនយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅដោះស្រាយហើយនឹងយកគ្រប់ឯកសារដែលគេរំលោភនៅលើដែនដីយើងហ្នឹងយកទៅប្តឹងនៅ ICJ តើគេលោកវាមិនអាចបកស្រាយនៅអារម្មណ៍របស់មេដឹកនាំខ្មែរហ្នឹងមិនជាច្រើនក៏បានដែរដូចថាបន្តិចបន្តួចឲ្យខ្ញុំយល់ផងខ្ញុំឆ្ងល់ហ្នឹងគឺថាឆ្ងល់អត់មានថ្ងៃឈប់ទេចាអរគុណចាបាទអរគុណច្រើនបងស្រីអញ្ចឹងមានបងប្អូនយើងណាទៀតទេអាចមួយសំណួរទៀតដែលចាំខ្ញុំរុញឲ្យវាគ្មិនតែវាគ្មិនប្រហែលជាខ្ញុំចាប់អារម្មណ៍ថាវាគ្មិនដែលឆ្លើយរឿងហ្នឹងពន្រឹកបានឆ្លើយថាហេតុអីបានអត់ប្តឹងនឹងម្ដងឥឡូវជួយចងចាំសំណួរបងស្រីហើយចាំត្រៀមលក្ខណៈឆ្លើយបន្ទាប់ពីបងប្រុសខាងនេះមានសំណួរបាទសូមអរគុណបាទជាដំបូងសូមគោរពអង្គពិធីបាទខ្ញុំមានចម្ងល់ថារាល់ថ្ងៃនេះអ្នកដឹកនាំកម្ពុជាគាត់បានប្រកាសឲ្យប្រកាសទៀតថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្លាប់ហើយអញ្ចឹងខ្ញុំចង់ឲ្យថាតើខាងណាខាងអង្គការប៉ារីសហ្នឹងរបស់យើងហ្នឹងឬក៏សហប្រជាជាតិឲ្យគាត់ចេញប្រកាសមកបជាបរទេសប្រកាសថាអត់ទេប្រជាជនខ្មែរអត់គាត់ស្លាប់ទេនៅរស់នៅឡើយចង់បានចម្លើយរបស់គាត់មកឲ្យគាត់ប្រកាសអញ្ចឹងមកបាទសូមអរគុណអញ្ចឹងសំណួររបស់បងស្រីនិងសំណួររបស់គាត់មានពីរទីមួយបងស្រីថាកិច្ចព្រមព្រៀងនេះវាល្អណាស់មិនបានជារដ្ឋាភិបាលមិនគោរពរបបវាមានប្រយោជន៍សម្រាប់ជាតិខ្មែរយើងហើយមិនផ្ដឹងករណីវិវាទខ្លួនតាមនេះទៅតុលាការអន្តរជាតិផងសំណួរទី1ហើយសំណួររបស់គាត់ថាបានថាតើកិច្ចព្រមព្រៀងនេះស្លាប់ហើយឬនៅបាទអញ្ចឹងដំបូងឲ្យលោកអាមុនរិទ្ធបន្តអត់នឹងមានគាត់ថាទៀតបាទដំបូងគេហ្មងបាទជាបឋមសូមគោរពបងកណ្ណាដែលជាអ្នកសម្របសម្រួលហើយគេហៅសហអ្នកសម្របសម្រួលបាទលោកថាគុំបោកពីបាទហើយសូមអរគុណបងស្រីម្ចាស់សំណួរហើយសំណួរហ្នឹងល្អមែនទែនហើយជាសំណួរដែលខ្ញុំក៏តែងតែស្គាល់តែងតែគិតតែងតែចង់និយាយដែរឆ្លើយឲ្យខ្លីព្រោះវាមិនក៏ច្រើនដែរហើយខ្ញុំនៅនេះដោយសារខ្ញុំអានសិទ្ធិរៀនឆ្លងលោកគ្រូអ្នកគ្រូសិទ្ធិអ្នកជំនាញ23តុលាហ្នឹងហើយអញ្ចឹងខ្ញុំឆ្លើយអីក៏អត់ខុសដែរព្រោះគាត់មកកែអញ្ចឹងខ្ញុំជូនចេះលោកហ៊ុនសែនគាត់បំភ្លេច23តុលាចោលគាត់អត់គោរពកិច្ចព្រមព្រៀងនឹងទេព្រោះគាត់អត់បានដូចបំណងរបស់គាត់បំណងរបស់គាត់នេះគឺគាត់ចង់បានអំណាចកាលហ្នឹងណានៅពេលដែលគាត់អត់បានអំណាចគាត់អត់សុខចិត្តទេអត់ព្រមចុះចេញពីអំណាចទេបាទសូមដឹកនាំរដ្ឋ2បាទន័យថាមានយុរដ្ឋមន្ត្រីទី1យុរដ្ឋមន្ត្រីទី2រហូតមកដល់សោះហើយដើម្បីពេលដែលគាត់ធ្វើរដ្ឋប្រហារបានអំណាចហើយដើម្បីកុំឲ្យល្បេះអំណាចរបស់គាត់រៀបគេថារូបភាពបែបប្រជាធិបតេយ្យប៉ុន្តែធាតុពិតគេថាអត្តន័យគឺផ្ដាច់ការបានន័យថាបើសិនជាគោរពលទ្ធិគោរព23ដុល្លារគឺគោរពលទ្ធិប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សអញ្ចឹងបោះឆ្នោតដោយសេរីនិងយុត្តិធម៌ប៉ុន្តែគាត់អាចធ្វើបានទេកាលណាដែលគាត់ហ៊ាន